បាទស្វាគមន៍បងប្អូនមកកាន់វីដេអូថ្មីមួយទៀតវីដេអូនេះខ្ញុំចែករំលែកបន្តិចទៀតដែលបងប្អូនអាចនឹងប្រហែលជាប្រើប្រាស់រាល់ថ្ងៃប្រហែលជាមិនសូវជាបានចាប់អារម្មណ៍ទេហើយបើសិនជាគិតថាវីដេអូនេះវាល្អសម្រាប់បងប្អូនអាហ្នឹងបងប្អូនអាចចែករំលែកតទៅតោះចូលមកកាន់វីដេអូយើងហ្មងទៅបងប្អូនជំរឿនខ្ញុំចុច click នៅលើនេះមួយបងប្អូនឃើញប្លែកត្រង់ថាឃើញទេបងប្អូនឃើញទេពេលខ្ញុំចុច click មួយទៅចុចទៅវាបើកមកខ្ញុំអត់ខ្ញុំមិនចាំបាច់រកដងដើម្បី click ទេបងប្អូនធម្មតាពេលបងប្អូនចង់បើក file អីមួយបងប្អូនឬមួយក៏ folder អីមួយបងប្អូនប្រកាសជាអឺប្រើចុច2ដងទៅលើវាបានវាបើកណាតែអានេះយើងចុចតែម្ដងឯងយើងចុចតែម្ដងឯងដោយសារតែនេះខ្ញុំថត screen អញ្ចឹងប្រហែលជាបងប្អូនគិតថាចុច2ដងថាចុចម្ដងដែរអត់ទេខ្ញុំចុចតែម្ដងទេអញ្ចឹងនេះបងប្អូនឃើញចាំមើលខ្ញុំចុចមួយទៀតខ្ញុំចុចតែម្ដងទេគឺវាទៅតែម្ដងហើយពេលដែលខ្ញុំដាក់ម៉ៅនៅលើវាទៅបងប្អូនឃើញវាមានបន្ទាត់នេះមួយដែលវាបញ្ជាក់ប្រាប់ថាយើងចុចតែមួយ click ទៅគឺវាបើកហើយយើងអត់ចាំបាច់ចុច2ដងទេវាមានប្រយោជន៍ត្រង់ថាគេហៅថា single click នេះវាមានប្រយោជន៍សម្រាប់អ្នកដែលគាត់ប្រើ laptop ដែលមាន touch screen បានន័យថាមាន touch screen យើងអត់ចាំបាច់ចុច2ដងទេយើងចុចតែម្ដងដូចយើងប្រើទូរស័ព្ទអញ្ចឹងដូចយើងប្រើទូរស័ព្ទអញ្ចឹងយើងចុចតែម្ដងទៅគឺបើកហើយចុចប៉ះមួយបើកប៉ះមួយបើកដូចយើងប្រើទូរស័ព្ទយើងប៉ះមួយបើកប៉ះមួយបើកអញ្ចឹងទៅពេលដល់ពេលយើងប្រើ desktop ទូទៅ laptop ទូទៅដែលអត់មាន touch screen អីវាយើងជា default របស់វាមកគឺវាឲ្យយើងចុច2ដងវាថាឥឡូវខ្ញុំយើងចង់បើក file មួយយើងត្រូវ double click វា2ដងអូខេឥឡូវយើងចូលទៅធ្វើតែម្ដងទៅរបៀបធ្វើវាគឺងាយស្រួលទេបងប្អូនទី1បងប្អូនមកកន្លែង search ហើយបងប្អូនរកពាក្យយើង search ពាក្យថា folder option អញ្ចឹងឬមកនេះ file explorer option អូខេ file explorer option អញ្ចឹងកន្លែងនេះបងប្អូនប្រកាសជាឃើញនេះបងប្អូនមកនេះមកនេះអញ្ចឹងនៅក្នុងនេះខ្ញុំបន្ថែមបន្តិចទៀតពាក់ព័ន្ធជាមួយនឹងចំណុចខាងក្រោមនេះខ្ញុំអត់នេះទេព្រោះដោយសារតែចំណុចខាងក្រោមនេះខ្ញុំដូចជាខ្ញុំធ្លាប់ធ្វើវីដេអូហើយម្ដងហើយអញ្ចឹងខ្ញុំសូមបន្ថែមបន្តិចទៀតនៅកន្លែងចំណុច general នេះអញ្ចឹងកន្លែងចំណុច general នេះខ្ញុំសូមសំដៅទៅលើកន្លែង single click នឹងមុន single click នេះជា default គឺកន្លែងនេះ double click to open an item អញ្ចឹងណាអូខេអញ្ចឹងបានន័យថាគេឲ្យប្រើជា single click នេះគឺសម្រាប់តែជា select វិញអញ្ចឹងបានន័យថាយើងប្រើ select វិញនៅពេលដែលយើង tick យក double click to open item ហ្នឹងយើងប្រើជា select វិញប៉ុន្តែដល់ពេលបើយើងប្រើ single click to open នេះវានឹងចុចតែម្ដងចេញប៉ុន្តែវានឹងចេញជា underline មួយគេនៅពេលដែលយើងដាក់ mouse ចុចនៅលើវាវានឹងជា underline មួយបានជា underline មួយណាហើយខាងលើនេះខ្ញុំមករៀបរាប់ទៀតព្រោះខ្ញុំមកប្រើអញ្ចឹងបងប្អូនចង់សាកអាចសាកបានអញ្ចឹងឥឡូវខ្ញុំសាកត្រឡប់ទៅអា double click វាវិញខ្ញុំចុចយក double click មួយខ្ញុំយកពាក្យថា apply អូខេអញ្ចឹងខ្ញុំចុចលើវាណាគេវាគ្រាន់តែ click ទេវាអត់មានបើកយកតែម្ដងទេហើយក៏អត់មាន underline នៅពីក្រោមដែរអញ្ចឹងខ្ញុំត្រូវបើកវាត្រូវចុច2ដងបានវាចេញតោះអូខេអញ្ចឹងដល់ពេលខ្ញុំយក single click វិញខ្ញុំចុច OK ចុច apply មកយេអញ្ចឹងយើងគ្រាន់ដាក់ mouse គេវានឹងចេញជា underline មួយណាចេញជាបន្ទាត់ខាងក្រោមមួយណាអញ្ចឹងយើងគ្រាន់តែចុចពឹបអញ្ចឹងចុចតែមួយទេវាបើកហើយអូខេអញ្ចឹងកន្លែងនេះជាចំណុចដែលក្នុងវីដេអូនេះគឺជាចំណុចដែលខ្ញុំចង់បង្ហាញប៉ុន្តែខ្ញុំក៏សូមបន្ថែមតិចទៀតនៅខាងលើនេះហ្មងទៅដោយសារវាចូលមកជាមួយគ្នាអញ្ចឹងនេះដល់ពេលដែលយើងជាទូទៅពេលយើងបើក folder មួយវាប្រកាសជារត់ចូល folder ហ្នឹងហើយហើយយើងបើក folder ហ្នឹងតទៀតវាប្រកាសជារត់តគ្នាទៅទៀតអញ្ចឹងណានៅក្នុងតែគេហៅថាក្នុង Windows តែមួយទេប៉ុន្តែនៅពេលខ្លះយើងអត់ដឹងឬមួយក៏មានបញ្ហាមួយយើងអត់បានចាប់អារម្មណ៍យើងចេះឆ្ងល់ចុះឲ្យតែពេលបើកអីមួយវាចេញវិញលោតផ្ទាំងមួយទៀតថ្មីមកទៀតនេះឥឡូវខ្ញុំនេះមួយតិចពឹបខ្ញុំបើកមួយដល់ពេលបើកមួយបើនេះមួយទៀតវាចេញផ្ទាំង Windows មកថ្មីមួយទៀតអញ្ចឹងវាអត់នៅក្នុង Windows តែមួយទេវាអត់នៅក្នុងផ្ទាំងតែមួយទេអញ្ចឹងកន្លែងហ្នឹងវាពាក់ព័ន្ធកន្លែងនេះឯងដែលបងប្អូនបើសិនជាបងប្អូនច្រឡំ tick យកខាងក្រោមនេះគេថា open each folder នៅក្នុង Windows តែមួយបានន័យថានៅក្នុង Windows វារៀងខ្លួនបានន័យថាបើ folder មួយបើកមកគឺវា load folder មួយទៀតតែកន្លែងហ្នឹងខ្ញុំរៀងពិបាកយល់បន្តិចអញ្ចឹងវាខុសគ្នាគឺកន្លែងហ្នឹងបើសិនជាបងប្អូនដាក់ tick កន្លែងហ្នឹងហើយបងប្អូន apply ហ្នឹងវាប្រកាសជាបើកមួយហើយយើងបើក folder នឹងមួយហើយយើងបើក folder នេះមួយទៀតវាប្រកាសជា load ផ្ទាំងហ្នឹងមកថ្មីរហូតវាអត់នៅក្នុងហ្នឹងតែមួយទេប៉ុន្តែដល់ពេលយើងយកលើនេះជា default របស់វានេះយើង apply វិញមកអញ្ចឹងយើងចុចមួយទៅវានឹងនៅក្នុងនឹងដដែលវាអត់ load ផ្ទាំងថ្មីមកទេអញ្ចឹងសម្រាប់ Windows នេះខ្ញុំមានតែប៉ុណ្្នឹងទេបង្ហាញជូនបងប្អូនខ្ញុំគិតថាប្រហែលជាភាគច្រើនក៏យើងមិនបានចាប់អារម្មណ៍ទៅលើចំណុចហ្នឹងដែរយើងប្រើដឹងតែប្រើណាហើយសម្រាប់ខ្ញុំប្រើតែ single click ហ្នឹងដែរទេអញ្ចឹងខ្ញុំបកទៅក្រោយគឺខ្ញុំប្រើតែ single click ហ្នឹងដែរទេវាលឿន
វាលឿនណាវាអត់ត្រូវចុច2ដងចុចអីវាមានអារម្មណ៍ថាវាធុញដែរបើកអីក៏ចុច2ដងបើអីក៏ចុច2ដងអូខេអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើន